សួស្តីគ្នាទាំងអស់គ្នាថ្ងៃនេះយើងជួបជាមួយខ្ញុំម្ដងទៀតនៅក្នុងវីដេអូថ្មីហើយថ្ងៃនេះដែរគឺខ្ញុំនឹងមកប្រាប់របៀបដាក់ម៉ូដនៅក្នុងហ្គេមសាមគ្គីដែលអ្នកខ្លះគាត់ចេះដាក់ហើយអ្នកខ្លះទៀតគាត់អត់ចេះដាក់អញ្ចឹងជាដំបូងគ្នាយើងត្រូវមានគ្រប់ Telegram ក្រុងយើងមកហើយយើងចូលកន្លែង file game PC mode ហ្នឹងមកនេះចូលកន្លែង file ហ្នឹងបន្ទាប់មកយើងឃើញ file mode ហ្នឹងហើយយើងគ្នាយើងគ្រាន់តែ download គ្នាយើង download វាពេញទៅវានឹង load វានឹង load ចូល Searcher អញ្ចឹងគ្នាយើងត្រូវតែមានអា app Searcher នេះទាំងអស់គ្នាបន្តមកទៀតគ្នាយើង download ប្រហែលឃើញនៅកន្លែង download អញ្ចឹងភាសាខ្ញុំ copy វាដាក់ក្នុងនេះអញ្ចឹងវាក្នុងនេះហើយគ្នាយើងត្រូវតែទៅឆែកមើលសិនថាក្នុង mode របស់គ្នាយើងហ្នឹងវាមានអានឹងចាស់អត់បើវាមានគ្នាយើងត្រូវទៅដកហើយមុននឹងយើងទៅដាក់ហ្នឹងគ្នាយើងសុំឆែកថាយើងចុចមើលលើហ្នឹងហើយយើងចុច view សិនថាវាមានអីគេខ្លះយើងចុច view មកឃើញនេះគ្នាយើងឃើញមាន4វាមាន GTA 3 Mobile THD ហើយនិង GTA 3 IMG អញ្ចឹងគ្នាយើងគ្រាន់ចេញវិញមកយើងចូលលេខ data យើងអូសទៅរកឈ្មោះ file game ហ្នឹងដោយសារ file game នៅក្រោយខ្ញុំសូមដាក់ទៅក្រោមហ្មងនេះយើងចូលក្នុង file ហ្នឹងយើងចុចលើវាមួយคลิกបន្តមកទៀតគ្នាយើងគ្រាន់តែចុចចូលពាក្យដែលវាឈ្មោះតា file នេះគ្នានឹងចុចចូលកន្លែង file ហ្នឹងមកបន្តមកទៀតគឺគ្នាយើងអូសមកក្រោមគ្នាយើងរកកន្លែង TextDB ហ្នឹងហើយគ្នាយើងចុចលើ TextDB ហ្នឹងមកមិនមែនចុចលើសកត់ទេណាបើសិនជាគ្នាយើងចុចសកត់ឃើញចេះហើយយើងចុចលើ TextDB ហ្នឹងមកហើយយើងត្រូវយកអា file ណាខ្លះមិញដោយសារមិញវាមាន GTA 3 Mobile ទីនេះTHD ហើយនឹង GTA 3អញ្ចឹងយើងគ្រាន់ click លើវាហើយយើង delete ឬក៏យើងខាត់វាយកទៅទុកណាហើយយើងចុចនៅលើ TextDB មកយើងយក device storage យើងយក device storage ហ្នឹងមកយ៉ាចាំតិចនេះយើងយក device storage ហើយយើងចូលកន្លែង Android យើងផាក់ក្នុងនេះចោលសិនទៅវាគ្នាយើងបង្កើត folder ថ្មីយើងដាក់មក THD 30P អូខេមកគ្នាយើងចុចលើនេះហើយយើងចុចលើវាដដែលមកចុចកន្លែង option នេះហើយយើងចុច cut យើងចេញមកវិញហើយយើងអូសអានេះ THD 30P នេះចុចលើវាយើងផាសមកវិញមកនេះយើងផាសចោលហើយបន្តមកទៀតគឺគ្នាយើងត្រូវទៅចូល Android យើងយកកន្លែង CBT OP V2.1 Part 2នឹងចុចលើវាមួយហើយយើង extract here យើង extract here ក៏បាន extract to ក៏បានតែបើយល់ល្អគឺខ្ញុំដាក់ឲ្យគ្នាយើងដាក់ extract to ទៅស្រួលអញ្ចឹងបន្តមកទៀតគឺវានឹង load ទាំងបែបនេះអញ្ចឹងគ្នាយើងអាចរងចាំវាសិនបានហ្នឹងហើយបន្ទាប់ពីការរងចាំយូរឥឡូវគឺយើងបានបំបែក file វាហើយអញ្ចឹងគ្នាយើងគ្រាន់ click ទៅលើ CBTOP V2.1 ហ្នឹងមកចុចលើវាបក់ហើយយើងចុចលើអា4នេះមក GTA 3 Mobile THD GTA 3 IMG ហើយយើងចុចលើ option នេះមកយើងចុច cut បន្ទាប់យើងចុច cut យើងចេញវិញហើយយើងចូល data យើងអូសមករក file game ដែលយើងដាក់នៅ 30P ហ្នឹងមកចូល 30P យើងចូល file បន្តមកទៀតគឺយើងចូល TextDB យើងចូល TextDB ហ្នឹងមកយើងផាសក្នុងនេះផាសក្នុងហ្នឹងមកអូខេឃើញគ្នាយើងឃើញ file វាច្រើននេះបន្តមកទៀតអញ្ចឹងគ្នាយើងអ្នកដែលគាត់លេងនៅ 30P ហ្នឹងគឺយើងចូលទៅយើងចូលតេស្តក៏បានដែរឥឡូវខ្ញុំចូលធ្វើតេស្តសិនដើម្បីឲ្យដឹងថាអូ file ហ្នឹងវាដើរឬក៏អត់យើងចូល
បន្ទាប់ពីគ្នាយើងចុច connect វានឹង load ផ្ទាំងបែបនេះមានន័យថាអូខេ mode នឹងយើងដើរបានស្រួយតែបញ្ជាក់នេះដែល អូខេបន្តមកទៀតវានឹង load ផ្ទាំងបែបនេះហើយអូខេមានន័យថាអូខេ mode យើងគឺយើងដាក់បានដំណើរការហើយយើងចុចលើវាមកយើង slash skin list យើងចុចសញ្ញាគ្រីសគឺវានឹងឃើញskin របស់យើងដែលយើងដាក់បាញ់មិញចូលហើយគឺវាមាន skin ទាំងអស់វាមានទាំង skin យ៉ាង skin អីក្នុងនឹងទាំងអស់ឲ្យយើងហើយក៏វាមាន skin ខ្មែរដែរនេះគឺ skin ខ្មែរដែលធ្វើចេញពីស្នាដៃកូនខ្មែរសពសាកតែម្ដងគឺបងសិនយកយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតដែលពាក់ព័ន្ធជាមួយនឹងក្រុង Cambodia Roleplay តែនេះគឺយើងនឹងនិយាយអំពីការដាក់ skin នៅក្នុងក្រុងអរគុណហើយយើងសម្រាប់ការទស្សនាវីដេអូនេះយើងជួបគ្នានៅវីដេអូក្រោយម្ដងទៀតបាទ